សួស្តីបងប្អូនទាំងអស់គ្នារាត្រីនេះចេញមកនិយាយដើមគេទៀតហើយរឿងរ៉ាវដែលយើងនឹងត្រូវលើកយកមកនិយាយនៅរាត្រីនេះគឺតាក់ទងទៅនឹងគំនុំចងអាឃាតរបស់បងស្រីម្នាក់ហើយបងស្រីម្នាក់ហ្នឹងគាត់ជួបរឿងរ៉ាវទាំងអស់ហ្នឹងតាំងពីគាត់នៅរស់រហូតដល់គាត់បាត់បង់ជីវិតហើយនៅពេលដែលគាត់បាត់បង់ជីវិតទៅគាត់មកតាមព្យាបាទគាត់តាមធ្វើបាបអ្នកដែលធ្វើបាបគាត់កាលពីគាត់នៅរស់ហ្នឹងរហូតដល់ពួកហ្នឹងបាត់បង់ជីវិតទៅតាមគាត់អញ្ចឹងចង់ដឹងថារឿងរ៉ាវទាំងអស់ហ្នឹងវាកើតឡើងយ៉ាងដូចផ្ដេចខ្លះចូលមកតាមដានស្ដាប់ខ្ញុំទាំងអស់គ្នាហើយមុននឹងចូលទៅដល់សាច់រឿងទាំងមូលសូមពឹងបងប្អូនជួយចុច like ជួយចុច subscribe ទៅដល់ channel របស់ខ្ញុំទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តក្នុងការនិយាយដើមគេនៅថ្ងៃក្រោយទៀតដោយសាច់រឿងរបស់យើងទាំងមូលហ្នឹងគឺកើតឡើងតាំងពី25ឆ្នាំមុនមកម្លេះហើយត្រូវបានចែករំលែកដោយបងមិនហើយខ្ញុំសូមហៅគាត់ថាចៃមិនហើយសាច់រឿងរបស់យើងហ្នឹងកើតឡើងពីតួអង្គ2នាក់ដោយតួអង្គ2នាក់ហ្នឹងគាត់គឺជាមនុស្សដែលស្រឡាញ់គ្នាខ្លាំងបានន័យថាពួកគាត់ជាសង្សារនឹងគ្នាទាំង2នាក់ហ្នឹងនៅពេលហ្នឹងគឺគាត់លក្ខណៈថាពួកគាត់ហ្នឹងគឺជាមនុស្ស2នាក់ដែលស្រឡាញ់គ្នាភ្លេចមុខគ្នាមិនបានបាត់មុខគ្នាមិនបានចង់តែឃើញចង់តែរស់នៅជាមួយគ្នាបែបហ្នឹងហើយដោយតួអង្គយើងខាងប្រុសឈ្មោះថាបងប៉ុនហើយខាងស្រីហ្នឹងឈ្មោះថាបងលីហើយខ្ញុំសូមហៅបងប៉ុនថាបងប៉ុនចំណែកឯបងលីហៅគាត់ថាចៃលីហើយបើយើងគិតពី25ឆ្នាំមុនមកដល់សប្តាហ៍ថ្ងៃនេះគឺខ្ញុំត្រូវហៅគាត់ថាជាលោកអ៊ំហើយទាំង2នាក់ហ្នឹងអញ្ចឹងដើម្បីឲ្យសាច់រឿងយើងងាយស្រួលស្ដាប់ខ្ញុំសូមហៅគាត់ថាដោយខាងប្រុសហៅគាត់ថាបងប៉ុនចំណែកឯខាងស្រីហៅគាត់ថាចៃលីហើយពួកគាត់ទាំង2នាក់ស្រឡាញ់គ្នារហូតតតែបានរៀបអាពាហ៍ពិពាហ៍ចាស់ក៏បានធ្វើពិធីរៀបការទៅតាមប្រពៃណីខ្មែរហើយនៅពេលដែលពួកគាត់រៀបការរួចហ្នឹងពួកគាត់ទាំងពីរហ្នឹងក៏រស់នៅជាមួយគ្នាដោយមានសុភមង្គលហើយពួកគាត់ក៏មានកូន2នាក់នៅពេលដែលមានកូន2នាក់ហ្នឹងលក្ខណៈថាគ្រួសាររបស់គាត់ក៏មិនទៅធូរធារអីប្រហែលដែរខាងប្តីហ្នឹងបងប៉ុនហ្នឹងក៏សម្រេចចិត្តចេញទៅធ្វើការនៅលើកោះមួយកន្លែងដើម្បីដោះស្រាយជីវភាពគ្រួសារដោយសារតែជីវភាពគ្រួសាររបស់គាត់មានលក្ខណៈថាវាមិនធូរធារអីប្រហែលហ្នឹងអញ្ចឹងទើបប្តីរបស់គាត់ហ្នឹងហើយប្រពន្ធរបស់គាត់ហ្នឹងពិភាក្សាគ្នារួចក៏ឲ្យប្តីទៅធ្វើការនៅកោះមួយកន្លែងហ្នឹងហើយនៅពេលដែលបងប៉ុនគាត់ទៅធ្វើការនៅលើកោះហ្នឹងពេលខ្លះយូរបំផុតរយៈពេល1ខែគាត់មកលេងប្រពន្ធកូនគាត់ម្ដងហើយបើសិនជាការងារនៅលើកោះហ្នឹងមិនមានញឹកខ្លាំងបានន័យថាសម្បូរការងារធ្វើច្រើនតកែគេអត់ឲ្យមកគាត់ក៏ឈានទៅដល់3-4ខែទៅគាត់មកលេងប្រពន្ធគាត់ម្ដងហើយនៅពេលដែលបងប៉ុនហ្នឹងគាត់ធ្វើការនៅហ្នឹងយូរទៅបងប៉ុនហ្នឹងគាត់ចាប់ផ្ដើមលេងសូវមកលេងផ្ទះលេងសូវមកលេងកូនលក្ខណៈថាជួនកាលមួយឆ្នាំជាងទៅមកលេងប្រពន្ធកូននៅស្រុកម្ដងនៅពេលដែលបងប៉ុនគាត់មកលេងប្រពន្ធកូនគាត់ម្ដងលក្ខណៈថាបងប៉ុនហ្នឹងគាត់ចាប់ផ្ដើមប្លែកគាត់ខុសមុនគាត់លែងសូវជួយទុកធរៈគាត់លែងសូវល្អក់ល្អឿនជាមួយប្រពន្ធកូនដូចមុនបានន័យថាគាត់មកវិកោះលើកហ្នឹងគាត់ប្លែកខុសរាល់ដងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅលក្ខណៈថាបងប៉ុនគាត់ចាប់ផ្ដើមណាយចិត្តពីប្រពន្ធរបស់គាត់វាមិនដូចការគ្រាដំបូងលក្ខណៈថាការជាមួយគ្នាបានកូន2ហើយវាមិនសូវល្អក់ល្អឿនមិនសូវចិត្តស្និទ្ធមិនសូវស្និទ្ធស្នាលដូចមុនអានេះខ្ញុំនិយាយឲ្យបងប្អូនស្រួលស្ដាប់ស្រួលយល់គឺបងប៉ុនហ្នឹងគាត់មានសភាពលក្ខណៈបែបហ្នឹងបានន័យថាគាត់ចង់ណាយពីប្រពន្ធរបស់គាត់ហើយមួយទៀតលក្ខណៈថាគាត់ខ្លាចខ្មាស់កូនខ្លាចអីផ្សេងអញ្ចឹងណាហើយអាពេលហ្នឹងប្រពន្ធរបស់គាត់ក៏គាត់ដឹងដែរថាប្តីរបស់គាត់ហ្នឹងតែទើបនឹងមកលេងគាត់ពេលហ្នឹងលក្ខណៈថាវាមានសកម្មភាពប្លែកខុសរាល់ដងវាអត់សូវស្និទ្ធស្នាលអត់សូវចិត្តស្និទ្ធដូចអាកាលគ្រាដែលស្រឡាញ់គ្នាអាកាលដបងឡើយហើយម្យ៉ាងទៀតគាត់ក៏គិតថាណាមួយគាត់មានកូន2ហើយប្តីអាចនឹងវាមិនសូវស្និទ្ធស្នាលដូចមុនណាហើយបន្តមកទៀតគាត់ក៏ទៅធ្វើការនៅលើកោះវិញបងប៉ុនណាគាត់មកលេងប្រពន្ធកូនគាត់ហើយគាត់ក៏ទៅធ្វើការនៅលើកោះវិញដោយទៅធ្វើការនៅលើកោះមួយសានហ្នឹងណារយៈពេល1ឆ្នាំកន្លះបានគាត់មកលេងផ្ទះម្ដងហើយក្នុងអំឡុងពេលរយៈពេល1ឆ្នាំកន្លះហ្នឹងអំឡុងពេលហ្នឹងគាត់ក៏ផ្ញើលុយផ្ញើកាក់ឲ្យប្រពន្ធកូនគាត់ដែរប៉ុន្តែលក្ខណៈថាពេលផ្ញើលុយឲ្យផ្ញើអីឲ្យហ្នឹងវាអត់បានច្រើនដូចមុនលក្ខណៈថាបងប៉ុនហ្នឹងគាត់រកអត់សូវបានអញ្ចឹងគាត់រកបានតិចគាត់ផ្ញើឲ្យតិចអញ្ចឹងហើយប្រពន្ធរបស់គាត់ក៏មិននឹកគិតអីច្រើនបើប្តីគាត់រកមិនបានសំខាន់ឲ្យតែបានខ្លះមកដើម្បីដោះស្រាយជីវភាពគ្រួសារជាមួយប្រពន្ធកូនបែបហ្នឹងហើយនៅថ្ងៃមួយបងប៉ុនហ្នឹងគាត់ក៏សម្រេចចិត្តមកលេងគ្រួសាររបស់គាត់គាត់មកម្សាហ្នឹងលក្ខណៈថាគាត់ប្លែកជាងពីមុនឆ្ងាយហ្មងមកដល់ទៀតជួនកាលមិនជួយធ្វើការងារប្រពន្ធទេទុកការងារធ្ងន់ស្រាលឲ្យប្រពន្ធធ្វើទាំងអស់
មិនថាការងាររែកទឹកការងារតែធ្ងន់ការងារអីផ្សេងចឹងប្រពន្ធរបស់គាត់ទទួលរ៉ាប់រងទាំងស្រុងដោយបងប៉ុនមកវិញគាត់លែងជួយធ្វើការងារអីផ្សេងលក្ខណៈថាបងប៉ុនមកម្សាហ្នឹងគាត់គឺគ្រាន់តែមកឲ្យប្រពន្ធកូនរបស់គាត់ឃើញមុខលក្ខណៈថាមកឲ្យប្រពន្ធកូនឃើញមុខកុំឲ្យនឹកគាត់ហើយគាត់មកលេងប្រពន្ធរបស់គាត់ម្សាហ្នឹងក៏រៀងយូរដែរនៅពេលដែលគាត់មកលេងម្ដងហ្នឹងបងប៉ុនហ្នឹងគាត់ចេះដើរផឹកស្រាគាត់ដើរចេះជួបជុំមិត្តភ័ក្តិផឹកស៊ីមកដល់ផ្ទះជួនកាលស្ដីបន្ទោសឲ្យប្រពន្ធវាយកូនធ្វើបាបកូនធ្វើបាបប្រពន្ធហ្នឹងបងប៉ុនគាត់ចាប់ផ្ដើមផ្លែកសកម្មភាពរបស់គាត់ចាប់ផ្ដើមបញ្ចេញអាបែបហ្នឹងទង្វើបែបហ្នឹងចេញមកធ្វើបាបប្រពន្ធកូននៅផ្ទះហើយចាប់ពីពេលហ្នឹងទៅទង្វើរបស់បងប៉ុនចាប់ផ្ដើមផ្លែកពីមួយថ្ងៃទៅមួយថ្ងៃផ្លែកយកទៅមែនទែនហើយអាពេលដើរផឹកស៊ីម្ដងមកដល់ផ្ទះចាប់ផ្ដើមធ្វើបាបប្រពន្ធចាប់ផ្ដើមធ្វើបាបកូនជួនកាលមកវាផឹកស៊ីមកប្រពន្ធនិយាយស្ដីណែនាំដើម្បីឲ្យប្តីល្អណាមិនស្ដាប់ក៏ចាប់ផ្ដើមវាយប្រពន្ធវាយកូនហើយកូនគាត់2នាក់នោះគ្នាទៅអាយុ 4-5 ឆ្នាំហ្នឹង2នាក់ហ្នឹងគាត់ក៏វាយទៀតនិយាយរួមបងប៉ុនគាត់ចាប់ផ្ដើមផ្លែកយកហ្មងឲ្យតែមកវាផឹកស៊ីមកចាប់ផ្ដើមជួយប្រពន្ធវាយប្រពន្ធកូនហើយការងារធ្ងន់ស្រាលនៅក្នុងផ្ទះទាំងអស់ហ្នឹងបងប៉ុនទម្លាក់ចោលហ្មងទម្លាក់ចោលឡើងធ្វើហ្មងហើយការងារបន្ទុកទាំងអស់ត្រូវធ្លាក់ទៅលើប្រពន្ធគាត់ហើយប្រពន្ធរបស់គាត់ហ្នឹងគាត់មានកូន2នាក់ទៀតនោះហើយកូនរបស់គាត់ទាំងពីរគាត់មិនទាន់ធំណាតែនៅតូចអញ្ចឹងកូនរបស់គាត់អាចជួយអីគាត់បានអញ្ចឹងការងារធ្ងន់ស្រាលទាំងអស់ប្រពន្ធរបស់គាត់ហ្នឹងចែកលៀងធ្វើទាំងអស់មានដូចជាទៅរែកទឹកយកមកប្រើប្រាស់អញ្ចឹងទៅមានដូចជាដកសំណាបស្ទូងស្រូវទឹកគោទឹកក្បីគាត់ចិញ្ចឹមក្បីគាត់បាចទឹកក្បីអញ្ចឹងទៅហើយបងប៉ុនពេលហ្នឹងបើគាត់នឹកឃើញជួយគាត់ជួយទៅបើគាត់អត់ចង់ជួយគាត់ដើរផឹកស៊ីទុកការងារទាំងអស់ឲ្យប្រពន្ធគាត់ធ្វើអញ្ចឹងទៅលក្ខណៈថាយូរទៅគាត់ជួយម្ដងយូរទៅគាត់ជួយម្ដងចាលៀងនៅពេលដែលគាត់ឃើញទង្វើប្តីរបស់គាត់ធ្វើមកដាក់កូនធ្វើមកដាក់គាត់បែបហ្នឹងអញ្ចឹងគាត់ខឹងណាគាត់គុំក្នុងចិត្តណាគាត់ចង់តដៃទៅលើប្តីរបស់គាត់ប៉ុន្តែគាត់ជាមនុស្សស្រីគាត់មិនអាចធ្វើអីឈ្នះប្តីរបស់គាត់បានណាធ្វើមិនបើប្តីយើងរើសមកវាបែបហ្នឹងហើយបើតបងឡើយពេលស្រឡាញ់គ្នាហ្នឹងប្តីមិនប្រាប់ថាគាត់គឺជាមនុស្សខូចគាត់គឺជាមនុស្សអាក្រក់ណាហើយជាលៀងគាត់ក៏មិនដឹងធ្វើម៉េចគាត់ក៏ចេះបន្តរស់នៅទាំងលំបាកវេទនាជាមួយប្តីរបស់គាត់បន្តទៀតទៅអញ្ចឹងរហូតដល់ជាលីហ្នឹងគាត់មានផ្ទៃពោះកូនម្នាក់ទៀតនៅក្នុងផ្ទៃហើយអំឡុងពេលដែលប្រពន្ធរបស់គាត់ជាលីហ្នឹងមានផ្ទៃពោះហ្នឹងប្តីរបស់គាត់ក៏សម្រេចចិត្តទៅធ្វើការនៅកោះទៀតដោយបងប៉ុនគាត់យកលេសថាគាត់ចង់ទៅធ្វើការនៅលើកោះដើម្បីរកលុយរកកាក់មកឲ្យប្រពន្ធឆ្លងទន្លេដើម្បីដល់ថ្ងៃឆ្លងទន្លេហ្នឹងមានលុយគ្រប់គ្រាន់ក្នុងការសម្រាប់កូនអញ្ចឹងណាហើយប្រពន្ធរបស់គាត់ក៏អូខេបងឯងទៅចោះហើយចាលីហ្នឹងគាត់ក៏និយាយជាមួយប្តីថាបងឯងទៅចោះបងឯងខំប្រឹងធ្វើការខំប្រឹងសំលុយដើម្បីជីវភាពគ្រួសារយើងបងឯងឃើញស្រាប់ហើយគ្រួសារយើងរាល់ថ្ងៃនេះមិនមានអីទេអញ្ចឹងបងឯងត្រូវខំប្រឹងធ្វើការកុំជួបជុំមិត្តភ័ក្តិអីញឹកពេកបងឯងទៅចេះសំលុយដើម្បីគ្រួសារយើងហើយពេលហ្នឹងពេលដែលប្រពន្ធគាត់និយាយហើយហ្នឹងបងប្អូនហ្នឹងគាត់ក៏មិនមានការកំហឹងនៅក្នុងខ្លួនខឹងកែវក្រត់វាយប្រពន្ធដូចមុនទេដោយសារតែពេលហ្នឹងគាត់អត់ទាន់ផឹកស្រាដល់ពេលអញ្ចឹងប្រពន្ធអាចណែនាំបានហើយគាត់ក៏អត់អីទេចាំបងសំលុយចាំបងធ្វើគ្រប់យ៉ាងដើម្បីគ្រួសារយើងបងប្អូនណាហើយនៅពេលដែលបងប្អូនហ្នឹងគាត់ចេញទៅធ្វើការនៅកោះហ្នឹងគឺដូចរាល់ដងអញ្ចឹងគាត់ផ្ញើលុយមកឲ្យប្រពន្ធកូនរបស់គាត់គឺតិចទេមិនច្រើនដូចពេលដបងទៅដបងលក្ខណៈថាស្បូរការងាររកបានអញ្ចឹងគាត់ផ្ញើលុយមកច្រើនប៉ុន្តែមួយសារហ្នឹងដូចអាលើកទី2ដូចទៅកាលទៅមួយឆ្នាំកន្លះលើកមុនផ្ញើឲ្យតិចអញ្ចឹងប្រពន្ធរបស់គាត់ក៏គិតថាប្តីរបស់គាត់រកមិនបានបែបហ្នឹងណាគាត់ក៏មិនស៊ូដេញដោលអីដែរគាត់ថាមិនសូវស្បូរការងារហើយចាលីគាត់ក៏មិនទៅដេញដោលស៊ូប្តីអីប្រហែលដែរដោយសារតែប្តីយើងរកមិនបានណាអញ្ចឹងប្តីផ្ញើឲ្យប្រហែលគាត់ក៏សន្សំលុយទុកដើម្បីទុកក្នុងការសម្រាលកូនរបស់គាត់នៅពេលដែលគ្រប់ខែហើយនៅក្នុងអំឡុងពេលដែលប្រពន្ធគាត់មានផ្ទៃពោះរយៈពេល9ខែ10ថ្ងៃហ្នឹងណាប្តីរបស់គាត់បងប៉ុនគាត់ទៅធ្វើការនៅលើកោះហ្នឹងគាត់អត់ដែលមកលេងប្រពន្ធគាត់សូម្បីម្ដងហើយនៅពេលដែលប្តីគាត់មកលេងផ្ទះវិញបានថាគាត់មកផ្ទះវិញគឺខ្វះកន្លះខែទៀតគឺប្រពន្ធរបស់គាត់ហ្នឹងដល់ថ្ងៃឆ្លងទន្លេអញ្ចឹងបានថាបងប៉ុនហ្នឹងគាត់មកលេងផ្ទះរបស់គាត់ហ្នឹងគាត់មកផ្ទះហ្នឹងគឺសល់កន្លះខែទៀតប្រពន្ធរបស់គាត់ហ្នឹងដល់ថ្ងៃគ្រប់ខែដល់ថ្ងៃឆ្លងទន្លេអញ្ចឹងបានថាតាំងពីដើមមកតាំងពីបងប៉ុនគាត់ចាប់ផ្ដើមទៅធ្វើការនៅកោះរហូតដល់
ចិត្តដល់ថ្ងៃឆ្លងទន្លេបានគាត់មកវិញអញ្ចឹងបានថាតាំងពីដើមមកឡើយហ្នឹងគាត់មិនដែលមកលេងប្រពន្ធគាត់សំបីម្ដងប៉ុន្តែក្នុងអំឡុងពេលកន្លះខែចុងក្រោយថ្ងៃដែលគាត់មកហ្នឹងពេលដែលគាត់មកដល់ផ្ទះពេលយប់ហ្នឹងបងប្អូនហ្នឹងគាត់ផឹកស្រាស្វឹងតាមផ្លូវមកនៅពេលដែលគាត់ផឹកស្រាស្វឹងតាមផ្លូវមកឲ្យគាត់មកដល់ផ្ទះបងប្អូនហ្នឹងគាត់មាននំប៉័ងយកមកផ្ញើកូនណាដោយសារតែគាត់មកពីកោះគាត់ទិញរបស់របរតាមផ្លូវតែរបស់របរដែលគាត់ទិញហ្នឹងគឺនំប៉័ងហ្នឹងឯងទៅពេលគាត់ដល់ផ្ទះគាត់គប់អានំប៉័ងហ្នឹងព្រុយពីមាត់ដបងចូលក្រោមផ្ទះរបស់គាត់លក្ខណៈថាបងប្អូនហ្នឹងគាត់មកទាំងកំហឹងទាំងកំរល់ដូចថាគាត់ខឹងគេពីណាមកអញ្ចឹងណានៅពេលដែលគាត់គប់នំប៉័ងព្រុយចូលក្រោមផ្ទះគាត់ហើយហ្នឹងគាត់ក៏ដើរសំដៅទៅលើផ្ទះរបស់គាត់ហើយពេលដល់ផ្ទះហ្នឹងមិនដឹងមិនគាត់ឃើញមុខប្រពន្ធស្ដីឲ្យប្រពន្ធថាឲ្យប្រពន្ធខឹងប្រពន្ធទៀតហើយបន្ទោសកូនរកវាយកូនទៀតអញ្ចឹងមិនដឹងគាត់ខឹងស្អីពីណាមកអញ្ចឹងហើយបន្តបន្ទាប់ពីហ្នឹងទៀតទៅហើយអាទាំងវើទាំងអស់ហ្នឹងបងប្អូនគាត់នៅតែធ្វើសកម្មភាពអញ្ចឹងដដែលហើយប្រពន្ធរបស់គាត់ក៏ថ្មីបើប្តីអញ្ចឹងហើយគាត់ក៏បន្តរស់នៅជាមួយគ្នារហូតដល់កូនទី3ហ្នឹងឆ្លងទន្លេរួចហើយបន្ទាប់ពីគាត់ឆ្លងទន្លេរួចហើយបងប្អូនចាប់ផ្ដើមប្លែកយកទៅមែនតែនមកពីពេលហ្នឹងទៅបងប្អូនគាត់ឈប់ធ្វើការងារអីទាំងអស់ទុកការងារធ្ងន់ស្រាលទាំងអស់ហ្នឹងឲ្យប្រពន្ធធ្វើហ្មងដោយការងារទាំងអស់ហ្នឹងមានដូចជារែកទឹកដកសំណាបស្ទូងអារដូវហ្នឹងជារដូវវស្សាជារដូវដែលគេធ្វើស្រែគាត់ដកសំណាបស្ទូងគាត់មើលក្បីគាត់បាច់ទឹកក្បីញរុំការងារធ្ងន់ស្រាលទាំងអស់ធ្លាក់មកលើចាលីទាំងអស់ដោយបងប្អូនប្រឡែងចោលបដ ாய் គាត់លែងធ្វើអីទាំងអស់ហ្មងហើយសំបីតែសំណាបដែលដកជាកណ្ដាប់ហើយហ្នឹងណាក៏បងប្អូនគាត់មិនដឹកគាត់មិនរើចទៅស្រែដែរគឺចាលីនេះជាមួយនឹងកូនតូចរបស់គាត់2នាក់ទៀតនោះគាត់ដឹកក្តាប់ដឹកសំណាបយកទៅស្រែណាហើយអាដឹកក្តាប់ហ្នឹងមិនមែនស្រួលណាវាធ្ងន់ត្រូវការកម្លាំងទប់ខ្លាំងចំណែកឯបងប្អូនជាប្តីហ្នឹងអូបងប្អូនហើយលក្ខណៈថាពេលហ្នឹងជាមនុស្សចោលមស្ជីតមកបងប្អូនហ្នឹងសំបីតែទឹកប្រើប្រាស់សម្រាប់ដាំបាយសម្រាប់ងូតសម្រាប់បោកកៅអៅឲ្យកូនតូចកូនទៅរក់ដែលទៅកើតក៏បងប្អូនគាត់មិនរើចដែរហើយចំណែកឯប្រពន្ធមកពីដឹកក្តាប់វិញត្រូវការដាំបាយដាំទឹកស្លហើយដឹកក្បីចូលក្រោលហើយរើចទឹកយកមកប្រើប្រាស់ទៀតហើយទឹកដែលត្រូវរើចមកហ្នឹងគឺរើចពីអណ្ដូងហើយអណ្ដូងជាប្រភេទអណ្ដូងបុរាណហើយអណ្ដូងបុរាណយើងដឹងស្រាប់ហើយគឺជាអណ្ដូងដែលយើងទៅយោងទឹកពីក្រៅមកហើយយោងទឹកម្ដងមិនស្រួលណាបងប្អូនគាត់ជានារីគាត់ធ្វើបែបហ្នឹងការងារទាំងអស់ហ្នឹងគាត់រើចទឹកពីអណ្ដូងមកដល់ផ្ទះគាត់ណាមានចម្ងាយប្រហែលជាកន្លះគីឡូដី500ម៉ែត្រហើយគាត់ជាស្ត្រីគាត់ធ្វើការងារធ្ងន់បែបហ្នឹងហើយណាមួយចាលីហ្នឹងគាត់ទៅឆ្លងទន្លេហើយទៀតហើយសួរថានៅពេលដែលគាត់ធ្វើការងារធ្ងន់ទាំងអស់ហ្នឹងសួរថាមានអីកើតឡើងនៅពេលដែលពេលវេលាបន្តទៀតគាត់ច្បាស់ជាទាស់គាត់ច្បាស់ជាមានជំងឺអីផ្សេងមែនអត់ហើយការងារធ្ងន់ហើយណាមួយចំមកពេលគាត់ហ្នឹងទើបតែសម្រាប់កូនហើយទៀតហើយប្តីរបស់គាត់ពេលហ្នឹងគឺចោលម៉ាស៊ីនសតហ្មងដើរផឹកលែងដឹងអីឯងលែងចូលផ្ទះហើយអាពេលចូលផ្ទះធ្វើបាបគេទៀតអាគេនៅផ្ទះធ្វើការងារចង់ងាប់ហ្នឹងហើយភ្លេចបញ្ជាក់បងប្អូនបន្តិចកូនតូចដែលទើបនឹងឆ្លងទន្លេរួចបានប្រហែលជាមួយខែហ្នឹងគឺនៅជាមួយជីដូនអ្នកមើលចំណែកឯប្តីដើរផឹកបាត់អញ្ចឹងប្តីអត់នៅមើលកូនទេហើយកូនដែលទៅឆ្លងលេងគឺនៅជាមួយជីដូនដែលជីដូនម្នាក់ហ្នឹងគាត់គឺជាម្ដាយបង្កើតរបស់ចាលីនឹងឯងហើយបងប្អូននៅតែដូចរាល់ដងអញ្ចឹងមកពីផឹកវិញដើរដល់ផ្ទះហ្នឹងជេរប្រពន្ធពីចម្ងាយពីមុខផ្ទះទៅអញ្ចឹងនិយាយរួមទៅទង្វើរបស់គាត់ហ្នឹងដូចពីមុនមកអញ្ចឹងហើយអាពេលហ្នឹងចាលីគាត់ខឹងណាគាត់គុំហើយគាត់ក៏មិនដឹងធ្វើម៉េចបើប្តីរបស់យើងអ្នករើសហ្នឹងគាត់ថាបើសិនជាអាចយកពេលវេលាថយក្រោយទាញពេលវេលាថយក្រោយបានណាគាត់សុំមិនស្គាល់សុំមិនស្រឡាញ់អាពេប៉ុនណាបងប្អូនហ្នឹងណាហើយនៅក្នុងអារដូវវស្សាហ្នឹងតាក់ទងទៅនឹងការដឹកក្តាប់ធ្វើការងារធ្ងន់ផ្សេងហ្នឹងដូចជារែកទឹកដូចជាដកសំណាបដូចជាបាចទឹក3អីចឹងហ្នឹងគឺចាលីគាត់ជាអ្នករ៉ាប់រងទាំងអស់ចំណែកឯបងប្អូនណាគាត់ជួយធ្វើការតែមួយមុខគាត់គឺអាពេលព្រលឹមឡើងហ្នឹងគាត់ទៅភ្ជួរដីបានតែប៉ុណ្្នឹងទេយ៉ាងណាថាគាត់ដឹកក្បីគាត់លីននឹងគាល់ទៅភ្ជួរដីដើម្បីធ្វើការស្ទូងស្រូវហើយនៅពេលដែលបងប្អូនគាត់ភ្ជួរហើយគាត់ទុកដីនឹងចោលឲ្យប្រពន្ធរបស់គាត់ស្ទូងដូចរាល់ដងអញ្ចឹងគាត់ស្ទូងហ្នឹងដោយសារតែនៅភាសាកាលហ្នឹងគេមិនមែនព្រាយគេមិនមែនព្រោះស្រូវដូចសម័យបច្ចុប្បន្នទេគឺគេស្ទូងអញ្ចឹងប្រពន្ធរបស់គាត់ស្ទូងម្នាក់ឯងអញ្ចឹងទៅដល់ថ្ងៃម៉ោងសម្រាកម៉ោងមកដល់12 10ហ្នឹងទៅបានគាត់ឡើងមកសម្រាកអញ្ចឹងទៅ
ហើយបងប្អូនអត់មានជួយអីទេជួហើយគឺគាត់មកផ្ទះវិញចោលដីឲ្យប្រពន្ធស្ទូងម្នាក់ឯងទៅហើយបងប្អូនហ្នឹងដល់ផ្ទះគាត់ជួបជុំមិត្តភ័ក្តិបងប្អូនផឹកស៊ីទៀតទៅដើរផឹកស៊ីពេញហ្នឹងអត់ខ្វល់សោះហើយក្នុងអំឡុងពេលរដូវវស្សាហ្នឹងបងប្អូនហ្នឹងគាត់ជាតែចង់ទៅធ្វើការនៅកោះរហូតថ្ងៃខ្លះគាត់សុំប្រពន្ធរបស់គាត់ថាចង់ទៅរកលុយចង់ទៅធ្វើការនៅកោះដើម្បីយកមកទិញជីទិញអីឲ្យប្រពន្ធអញ្ចឹងណាប៉ុន្តែអាពេលសុំប្រពន្ធហ្នឹងគឺគាត់សុំអាពេលអត់ស្វឹងប៉ុន្តែបើសិនជាសុំពេលស្វឹងដឹងតែត្រូវចៃលីដឹងតែត្រូវរបស់បងប្អូនហ្មងព្រោះអីកាលណាតានិយាយច្រើនដាក់បងប្អូនគឺដឹងអាបងប្អូនហ្នឹងវាយហើយប៉ុន្តែអាពេលអត់ស្វឹងគឺគាត់អត់អីទេគាត់ថាចិត្តរបស់គាត់ជាចង់ទៅធ្វើការនៅកោះអត់ដឹងមូលហេតុទេណាហើយក្នុងអំឡុងពេលហ្នឹងគឺបងប្អូនហ្នឹងដូចដើមហ្មងគាត់នៅតែដើរផឹកស៊ីប៉ែឡាយអាវ៉ាសាយពេញហ្នឹងមកដល់ផ្ទះវាយកូនវាយប្រពន្ធធ្វើបាបចិត្តប្រពន្ធនិយាយរួមទៅមនុស្សប្រើអំពើហិង្សាដាក់ប្រពន្ធកូននៅផ្ទះគឺអត់ល្អទេបងប្អូនហើយបងប្អូនគាត់នៅតែប្រព្រឹត្តអំពើបែបហ្នឹងដដែលពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃធ្វើបាបចិត្តប្រពន្ធធ្វើបាបចិត្តកូនមិនថាតែម៉ែក្មេកជីដូននៅហ្នឹងណាបងប្អូនគាត់អត់ខ្វល់បងប្អូនគាត់អត់ខ្លាចទេណាគាត់ធ្វើបាបប្រពន្ធកូនគាត់នៅមុខម្ដាយក្មេករបស់គាត់ហ្នឹងហើយរាល់ទង្វើរាល់សកម្មភាពដែលប្តីរបស់ជេលីបងប្អូនហ្នឹងគាត់ធ្វើដាក់គាត់ណាជេលីគាត់បានត្រឹមតែឆ្ងល់ណាគាត់បានត្រឹមតែគិតថាប្រហែលជាប្តីរបស់គាត់ហ្នឹងមានស្រីមានអីផ្សេងនៅពេលដែលទៅធ្វើការនៅកោះអញ្ចឹងណាហើយជេលីគាត់ថាអូមានស្រីក៏មានគាត់បដ ாய் តាមហ្នឹងណាដោយសារតែបងប្អូនហ្នឹងគាត់ធ្វើបាបចិត្តគាត់ខ្លាំងពេកក្រំគ្រាចិត្តខ្លាំងពេកតែពេលអញ្ចឹងគាត់បដ ாய் ទៅតាមចិត្តរបស់បងប្អូនបើមិនជានិយាយណែនាំបងប្អូនទៅទៀតច្បាស់ជាមានបញ្ហាទៀតបងប្អូនច្បាស់ជាវាយគាត់ធ្វើបាបគាត់ធ្វើបាបកូនធ្វើបាបចឹងជីដូនទៀតវាអាចអញ្ចឹងតែពេលអញ្ចឹងជេលីគាត់ក៏មកបដ ாய் ទៅហើយនៅក្នុងអំឡុងពេលហ្នឹងជេលីគាត់ក៏ធ្លាក់ខ្លួនឈឺដោយសារតែជេលីហ្នឹងគាត់ធ្វើការងារធ្ងន់ហ៎ហើយប្តីគាត់អត់បានជួយដោយមានទាំងរិចទឹកផងដឹកក្តាប់ផងហើយការងារធ្ងន់ជាងគេនោះគឺរិចទឹកឲ្យដឹកក្តាប់ហ្នឹងហើយណាមួយចំណុចដែលពិសេសមួយទៀតជេលីហ្នឹងគាត់ទើបតែឆ្លងទន្លេដល់ពេលទៅឆ្លងទន្លេអញ្ចឹងគាត់ធ្វើការងារធ្ងន់គាត់រិចទឹកគាត់ដឹកក្តាប់អីផ្សេងមិនធ្វើគាត់ហ្នឹងទាស់មែនអត់ហើយមិនត្រឹមតែទាស់ទេហើយការងារទាំងអស់ហ្នឹងធ្វើឲ្យគាត់ឈឺមួយយ៉ាងទៀតនោះគឺជាជំងឺរបស់ស្ត្រីគឺជេលីហ្នឹងគាត់មានជំងឺស្រុតស្បូនដោយសារតែទីមួយគាត់ទៅឆ្លងទន្លេគាត់ទៅធ្វើការងារធ្ងន់ហើយការងារធ្ងន់ហ្នឹងធ្វើឲ្យគាត់មានជំងឺបែបហ្នឹងប៉ុន្តែអាពេលហ្នឹងជំងឺរបស់គាត់វាមិនចូលដល់សភាពមានលក្ខណៈធ្ងន់ធ្ងរអីខ្លាំងទេប៉ុន្តែគាត់អត់ដឹងថាគាត់មានជំងឺស្រុតស្បូនហ្នឹងហើយប្តីរបស់គាត់នៅតែទៅធ្វើការនៅកោះដដែលហើយទៅធ្វើការនៅកោះហ្នឹងដូចរាល់ដងអញ្ចឹងយូរមកលេងម្ដងយូរមកលេងម្ដងប៉ុន្តែអាមកយូរម្ដងហ្នឹងចៃលីហ្នឹងគាត់ក៏មានផ្ទៃពោះកូនម្នាក់ទៀតដែលជាកូនទី4ហើយបងប៉ុនហ្នឹងនៅពេលដែលប្រពន្ធមានកូនហើយណាគាត់គឺដូចរាល់ដងអញ្ចឹងលេសរបស់គាត់គឺថាទៅធ្វើការនៅកោះយកលុយឲ្យប្រពន្ធឆ្លងទន្លេនៅពេលដែលគ្រប់ខែគឺលេសរបស់គាត់មានតែប៉ុណ្ណឹងប៉ុន្តែបើតាមខ្ញុំគិតប្រហែលជាគាត់មានអីមួយយ៉ាងនៅកោះហ្នឹងហើយបានជាគាត់ទៅមកហើយនៅផ្ទះមិនសុខជាចង់ទៅហើយអាពេលហ្នឹងចេលីគាត់ក៏មិនទៅហាមគាត់អីដល់បងប៉ុនដែរถึงមិនបើគាត់ចង់ទៅហើយទោះជាហាមក៏ហាមមិនស្ដាប់ហើយបើចង់ទៅក៏ទៅចេលីគាត់បដ ாய் តាមហ្នឹងណាគាត់លែងខ្វល់ណាហើយចេលីគឺដូចរាល់ដងគាត់នៅផ្ទះធ្វើការងារគ្រប់យ៉ាងថាការងារធ្ងន់ឬក៏ការងារស្រាលគឺចេលីគាត់អ្នករ៉ាប់រងទាំងអស់គាត់អ្នកទទួលបន្ទុកទាំងអស់ហើយអំឡុងពេលដែលគាត់ធ្វើការងារធ្ងន់ស្រាលទាំងអស់ហ្នឹងគឺក្នុងអំឡុងពេលដែលគាត់កំពុងតែមានកូនគាត់កំពុងតែមានផ្ទៃពោះកូនទី4ម្នាក់ទៀតហើយអំឡុងពេលដែលគាត់មានកូនហ្នឹងគាត់ក៏មានជំងឺស្រុតស្បូនដែរតែពេលអញ្ចឹងគាត់ជាខំប្រឹងធ្វើណាគាត់មិនដឹងធ្វើម៉េចទេហើយលុយកាក់ក៏ប្តីរកមិនសូវបានផ្ញើឲ្យក៏តិចអញ្ចឹងហើយលុះក្រោយមកទៀតដល់ថ្ងៃឆ្លងទន្លេកូនទី4ហ្នឹងអាពេលឆ្លងទន្លេហ្នឹងបងប្អូនគាត់ក៏មិនបានមកមើលប្រពន្ធឆ្លងទន្លេដែរមិនបានមកជួយទុកតរៈប្រពន្ធនៅផ្ទះមានតែសាច់ញាតិដែលនៅចិត្តខាងហើយនឹងបងប្អូនកើតហើយនឹងជីដូនចំណែកឯប្តីបាត់មុខឆឹងមិនឃើញមកមើលមិនឃើញមកស៊ូសុកទុកប្រពន្ធហើយបន្ទាប់ពីចលីនឹងគាត់ឆ្លងទន្លេបាន3ខែក្រោយមកចលីនឹងគាត់ក៏ធ្លាក់ខ្លួនឈឺខ្លាំងគាត់មានជំងឺស្រុតស្បូនផងគាត់ទើបតែឆ្លងទន្លេហើយផងហើយពីដើមឡើយគាត់ធ្វើការងារធ្ងន់ហើយណាមួយប្តីរបស់គាត់
ក៏រលុយបានតិចហើយក៏អត់សូវខ្វល់ខ្វាយជាមួយគាត់ហើយចាលីហ្នឹងគាត់ក៏អត់មានលុយទៅមើលជំងឺខ្លួនឯងតែពេលអញ្ចឹងគាត់ជាទ្រាំទៅទុកចោលរហូតដល់គាត់ហ្នឹងចាលីហ្នឹងគាត់បាត់បង់ជីវិតហើយអាពេលបាត់បង់ជីវិតហ្នឹងទើបបងប៉ុនហ្នឹងគាត់ដឹងថាប្រពន្ធគាត់ឈឺរហូតដល់ស្លាប់បានគាត់មកធ្វើបុណ្យហើយសាកសពរបស់ចាលីហ្នឹងគេក៏ធ្វើបុណ្យទៅតាមប្រពៃណីរបស់ខ្មែរយើងទៅហើយអាពេលរំលងពេលដែរកំពុងតែធ្វើបុណ្យសពហ្នឹងមើលទៅបងប៉ុនហ្នឹងគាត់មានអារម្មណ៍ថាគាត់អត់ស្ដាយប្រពន្ធរបស់គាត់មើលទៅគាត់អត់យំគាត់ដូចជាមិនពិបាកចិត្តរឿងប្រពន្ធរបស់គាត់បាត់បង់ជីវិតអីទេលក្ខណៈថាគាត់គ្រាន់តែមកដើម្បីបំពេញកិច្ចថាជាប្តីដើម្បីកុំឲ្យសាច់ញាតិអ្នកជិតខាងថាប្រពន្ធស្លាប់ទាំងមូលអត់មានឃើញប្តីមកធ្វើបុណ្យធ្វើអីអញ្ចឹងណាសរុបមកបងប៉ុនគាត់មកគាត់គ្រាន់តែមកបំពេញកិច្ចឲ្យគេឃើញមុខថាប្តីបានមកចូលរួមធ្វើពិធីបុណ្យសពប្រពន្ធអញ្ចឹងហើយបន្ទាប់មកទៀតសាកសពចាលីហ្នឹងក៏បានដង្ហែយកទៅបញ្ចុះនៅកន្លែងមួយហើយអាកន្លែងដែលបញ្ចុះសាកសពរបស់ចាលីហ្នឹងអាកន្លែងហ្នឹងនៅចម្ងាយប្រហែលជា2គីឡូដីពីផ្ទះរបស់គាត់ហើយអាកន្លែងដែលគេបញ្ចុះសាកសពរបស់ចាលីហ្នឹងមានដើមត្នោតចំនួន3ដើមដោយអាមួយដើមនោះគឺវាដុះមកត្រេតហើយឡើងលើហើយអាមួយដើមទៀតត្រង់ឡើងលើចំណែកអាមួយដើមទី3គឺត្រូវបានគេកាត់ចោលហើយបានន័យថាអាមួយដើមទី3ត្រូវបានគេកាត់ចោលនៅសល់តែគល់ហើយសពចាលីហ្នឹងគឺគេបញ្ចុះនៅកន្លែងហ្នឹងហើយនៅពេលដែលចាលីគាត់ស្លាប់ទៅហ្នឹងរឿងរ៉ាវជាច្រើនត្រូវបានកើតឡើងដោយនៅថ្ងៃមួយមានប្អូនស្រីម្នាក់គាត់ដឹកគោឲ្យស៊ីស្មៅតែជាទូទៅនៅរដូវវស្សាគឺគេធ្វើស្រែអញ្ចឹងរដូវវស្សាគេត្រូវតែដឹកគោឲ្យស៊ីស្មៅហើយគាត់ដឹកគោឲ្យស៊ីស្មៅហ្នឹងគឺគាត់អត់ដឹងថាអាកន្លែងហ្នឹងមានភ្នោខ្មោចគេកប់ខ្មោចទេតែអាភ្នោខ្មោចជាភ្នោខ្មោចរបស់ចាលីគាត់ក៏ដឹកគោមកស៊ីស្មៅកាត់ហ្នឹងនៅពេលដែរគាត់ដឹកមកដល់គាត់ឮសំឡេងអ្វីមួយយ៉ាងលក្ខណៈថាវាកំពុងតែយំបែបវាលក្ខណៈបែបហ្នឹងបន្ទាប់មកគាត់ក៏ខំប្រឹងសម្លឹងងាកមើលឆ្វេងមើលស្ដាំតែវាអត់ឃើញទេណាហាក់សំឡេងហ្នឹងដឹងយំមកពីណាអត់ពីលើចុងថ្នោតខាងលើមកយំលក្ខណៈបលាចហើយបងអូនស្រីម្នាក់ហ្នឹងនៅពេលដែលគាត់ឮសំឡេងបែបហ្នឹងហើយគាត់ក៏ដឹងថាវាជាខ្មោចដល់ពេលដឹងអញ្ចឹងគាត់ក៏ដេញគោបញ្ញាចេញពីអាទីតាំងហ្នឹងទៅហើយថ្ងៃបន្ទាប់ទៀតមានចែម្នាក់ឈ្មោះថាចានីចាត់ដោយចានីហ្នឹងគាត់កំពុងតែដើរមើលស្រូវរបស់គាត់ណាគាត់ដើរមើលស្រូវថាស្រូវគាត់ល្អទៅថែមជីតាណាមានស្មៅគូដើរបោចចេញអញ្ចឹងណាដល់ពេលគាត់ដើរមកគាត់ដើរដល់អាភ្នោខ្មោចរបស់ចាលីដល់ពេលដើរដល់ហ្នឹងអាម្ដងហ្នឹងគាត់អត់ឮសំឡេងអ្វីទេហើយអាពេលគាត់ដើរមកលក្ខណៈថាខ្ទង់ម៉ោង 5:76 រៀងងឹតតិចគាត់ដើរមកជិតដល់អាភ្នោហ្នឹងគាត់ងាកទៅឃើញអាដើមថ្នោតដែរទេអាដុះមកទេនិយាយខាងដើមមិញឃើញនារីម្នាក់កំពុងតែដេកនៅលើដើមថ្នោតហ្នឹងសភាពដែលនារីម្នាក់កំពុងដេកនៅលើដើមថ្នោតហ្នឹងគឺយកដៃទាំងពីរចាក់ស្រេះនៅពីក្រោមក្បាលហ្នឹងលក្ខណៈថាដេកមើលទៅលើមេឃហើយសក់ក្លាក់ត្រាមកក្រោមហ្នឹងចានីគាត់ឃើញអញ្ចឹងដល់ពេលហើយគាត់ក៏ជួយគាត់ថាគាត់ស្វាងភ្នែកមើលទៅគាត់ញីភ្នែកគាត់ដល់ពេលគាត់ញីភ្នែកគាត់ក៏ងាកទៅម្សាទៀតបាត់នៅលើអាដើមថ្នោតហ្នឹងអាដើមទេហ្នឹងប៉ុន្តែស្រាប់តែឃើញអង្គុយនៅលើសណ្ដោកជើងនៅលើអាគល់ថ្នោតដែលគេកាត់ចោលសល់មួយកណាត់អូយអាពេលហ្នឹងគាត់ឃើញព្រឺសបល់មកហើយសភាពនារីម្នាក់ដែលកំពុងតែអង្គុយនៅលើគល់ថ្នោតយល់ជើងហ្នឹងគឺគាត់អង្គុយបែរមុខទៅត្បូងហើយសណ្ដោកជើងដាក់ជើងមកក្រោមហើយយល់ជើងដែលយើងអង្គុយលើគ្រែហើយយើងយល់ជើងគោះជើងលើគ្នាកងជើងប៉ុន្តែនារីម្នាក់ហ្នឹងគាត់តែបង្ហាញពីរូបឲ្យគេឃើញលក្ខណៈថាចង់ប្រាប់អ្វីមួយយ៉ាងអញ្ចឹងណាតែអត់លងទេគាត់តែបង្ហាញឲ្យគេឃើញតែសភាពវិញ្ញាណឬក៏ខ្មោចហ្នឹងវាមិនអាចនិយាយប្រាប់យើងបានត្រឹមតែធ្វើសកម្មភាពប្លែកបង្ហាញឲ្យយើងឃើញអញ្ចឹងហើយចានីគាត់ឃើញអញ្ចឹងគាត់ក៏លែងដើរទៅមុខគាត់រត់ប្រយមកក្រោយត្រឡប់ទៅផ្ទះគាត់វិញទៅហើយអាថ្ងៃហ្នឹងរឿងធ្ងន់ជាងម្សិលមិញបន្តិចមែនអត់ដោយសារតែម្សិលមិញបងអូនស្រីម្នាក់ហ្នឹងគាត់ឃើញគាត់ឮតែសំឡេងទេប៉ុន្តែអាថ្ងៃហ្នឹងចានីគាត់ឃើញរូបម្ដងរឿងធ្ងន់ជាងម្សិលមិញបន្តិចហើយបន្តមកទៀតអ្នកឆ្លោះកង្កែបឆ្លោះត្រីពេលយប់នៅពេលដែលច្បាច់ពិលមកចំកន្លែងហ្នឹងពេលច្រើនឃើញចែលីនេះកំពុងតែអង្គុយនៅលើដើមថ្នោតអាដើមថ្នោតដែលគេកាត់សល់ពាក់កណ្ដាលច្បាច់មកឃើញហ្មងគាត់អង្គុយនៅហ្នឹង
lẽ ra quạt cùi chăm mà vây mình giang chứ hỏi một tiết lẽ ra tha quạt cùi bị cầm sọt bị quạt toàn ở lại ở vây mình giang chứ nè hỏi gì tu tơ này về đây cây chlo tray chlo còn cáp ấy ở đây cho bách bơ chom cái lại nữa đăng ta khơi sao màu này đi mình đang cùi nơi tam thằng nào nằng bao mình cùi này lơ cái lại tam thằng nào đây cái cắt son mà cái nặn nằng tê cứ có đi nơi lơ tam thằng nào đây tê đúng không cái khơi sơ group này hay cái lại nữa lên miền nè mau chlong cắt nơi nằng ơi hai bà nè mình đăng á nơi bên đây cái chlo còn cáp mau cái bách bơ mau cái khơi cáp nơi mà đông nằng nơi bên đây cái khơi cáp kia cho ba chị đào mau chạp đào mà chạy mẹ nọ chắc là biết đào mà đó là còn cáp đang bay chị bạt bàn tay và tôi rồi là vây đại cái khơi nhé cứ người đi mình nhẹ đại cầm pung tay thằng cuối người lừa đám thằng nào nằng thằng việc bẹp nằng cái su tha cứ sẽ bỏ lọt thằng dương thằng kế ngắt bay chưa khơi người đi mình nhẹ cầm pung tay thằng cuối hay đã sợ thằng quên từ lẽ mà cào chẳng á ui cầm pung tay vậy có cứ bỏ đây bằng ô nói bà sọc khơi bẹp nằng chẳng á su tha này na mình rút chẳng nè đại cho nó bộ coi lần lươn rồi từ tia win chụp cho khoảng cáp chụp cho vây thằng từ tia win mà đào hai phía trái lên miền nẹt màu mà đông lăng thì đầy nẹt đây mà đông lăng lụt ra tại nẹt đây kia mình thọp đăng tha tì tăng năng miền không mọi lông tì tăng năng miền phô không mọi chứ năng bàn miền bàn tay còi một tí đấy nhiên bỏ chai ly đó lẽ nào bịp quạt đăng đưa vào vây mình giang chẳng út ho tha nẹt đây cho cáp máu trong bàn cáp bây giờ bạch bơ mà trong nó quát và hai luôn chia một phết cái ở cái khơi chẳng ở cái đa màu là cái đa mặt đó lẽ cái nào khơi cho liên coi lừa làm tháo với nhá hai mũi tiệt bờ sân trên này na đa màu trong ban phết tháo tôm cho tụi nôm chẳng hai chai ly nữa quát rồi nước đây còn đăng hạt miên mà nước mà nè tại trong bàn tháo tôm đa màu chẳng thấy lẽ chai ly còn đăng muốn hai cái trong bàn ấy á là bây đa màu trên đa tháo quát thưa sầm lên tháo tôm thẹn bị lừa màu phừng chẳng á mà tay đam tháo đè mà đam độc pua tròn từ lừa nữa miên tháo mền miên tháo túm mà tay nó bây đại cái đam đó là đam tháo nữa bãi chết khơi tháo thẹn tay sầm lấy thẹn mình thì lư mẹ đại đam màu rơi nữa lư sầm lấy thẹn màu nó bây đại đam đó đam tháo ba gì khơi play tháo bàn tay nó bây đại nghĩa tới khang cô tháo đè cái cát rồi sắp tới khơi này đi mình đã tận đá còn pung thành cùi vô chôn người lớn hơi sầm lăng mơ nè đây mò được thao đó hơi nhìn nhầm đã thoa mà đa ăn lại thì bàn tay kia này bây đã khơi sập hiệp bẹp nắng này nam mình khái lúc hơi có rút prey từ win chẳng á lên trong ban thao lên trong ban ấy lên trong ban nó về thằng cho bác khơi như xóa về vô hơi cài một tí đây cái lại đây chỉ ly long cái lại đây cọp xạ sập nó bỏ chỉ ly nữa kia còn đăng thà cái lại nâng long kháng là bên chẳng lên miền nè hiền tới cái lại nâng lên miền nè tới chlo nhị đúng lên cục giang để xa tay long bây giờ cái đăng cục nhiều hai anh ấy chia sẻ một phiệp chẳng lại để cả làng nơi cái lại cho sọp cái lại cọp lại nô đó bỏ chỉ lý á là dương từ lọp tới cái lại tia đó bỏ chỉ lý mình đôi thị trà nè tia đó bỏ chỉ lý đó nghe nửa bên là miền nè đà cắt nửa bên là miền nè nửa cái bài như thế chỉ lý tay bằng hai luôn chôn cá coi nơi ti tăng đi chôn cá coi nơi ti tăng đâu vì khác có đa ở cái khơi bàn tay sập hiệp đại cái khơi nhá cứ chỉ lý đó bé áo so sập hiệp quạt năng bé áo so hỏiแต่ละsọ hai xôm và chẹn này thằng ở cái điểm tinh sập hiệp đại chỉ lý sạ sập chỉ lý đại vô từ cho năng cứ kế lý sầm lý bằng bé po so ở quạt chẳng nửa pe đại kế cho năng kế cho sầm lý bằng bé po so hỏi nửa pe đại quạt màu bằng hàng luôn là cái khơi nhó cứ quạt miền sập hiệp bám năng bé áo soแต่sọ chẳng tư lẽ nào ta quạt mình toàn ở lại piนามันเนี่ยมันตอนอะไรพี่โก้นบากวดได้โก้นบากวดเติมการบานตายใบขายให้กวดบัดบองชีวิตเจ้าโกนกวดไปจีแลกนะแบบหนึ่งให้หน้ามุยวิญญาณบ่จะลีเนี่ยขโมยจะบ่จะลีเนี่ยยีรูปได้กวดชื่อวิญญาณกวดมันอาจยีไอ้บ้านกวดมันอาจปราบบ้านนะท่ากวดบังหางคลุ้นกวดจังบานไอ้กวดบานตายบังหางปีตรงเวอร์เมาและนาท่ากวดเหมือนตอนอะไรแบบนั้นให้มุยดิ้นไปจีกวดจังปราบเอาไว้มียางตัวเนี้ยได้กัดเนี้ยได้ชื่อใส่เงินบอกกวาดทากวาดเนื้ออะไรเอาไว้มียางจังนะมันใต้ด้วยบิดจะไปขาดดำจังกวาดมันอาจจะยี่บ้านตัวไอ้กวาดเชื่อวิญญาณขม้วยหายสกรรมมาเพียบจังอ๋อทั้งนั้นจะลีโนแต่บางหายปีบางไงเติมบางไงปีบางไงเติมบางไงเดือดนะเนี้ยได้จุดค้างเนี้ยได้ทัวร์ดำน้ำเนื้อกระบายเตี้ยเราบอกกวาดนะ
lên hiền đa cái bài lên hiền tròn cắt tia bà quạt bàn tay như ngày mùi nó đây là bỏ xử lý nó bồng pon nó quạt toàn từ có huynh tê lẽ cái nào tha một quân quạt tôm slap chẳng quạt toàn từ thì quạt nộp tiền chẳng bàn tay quạt nộp tiền nó quạt tha phật là đài dục mùi dục thì mùi nó đây là bà quạt màu bị phật mùi chứ người bên đây quạt đa đó là mục tia bà quạt á hà mục tia bà quạt á miền đam thằng nào pì song khang phơi người bên đây quạt đa đam thằng nào nó quạt lư sầm lên dung đôi chờ ôn sấy mình nè lư nơi cái lạnh đam thằng nào lạnh cho sao bỏ lẹ na tha bẹp năng lư quạt tha lư bẹp năng mà thọ máu quạt co khom prăng sầm lăng rô mờ sầm lăng phơi sầm lăng đam lư còng ăn khơi nhỉ quạt tha ô bài chỉ quạt sờ văng chùa chắc nè hay là mỗi ai một pi sầm lên con na dung pi cha nè chật khang ba quạtបន្ទាប់មកបងប៉ុនគាត់ក៏ដើរទៅផ្ទះរបស់គាត់ក៏សម្រាកហើយក៏ដេកដូចសពម្ដងទៅលក្ខណៈថាគាត់ស្រវឹងខ្លាំងដែរផឹកអស់ច្រើនដែរដល់ពេលអញ្ចឹងឮសំឡេងអញ្ចឹងហើយក៏ដើរទៅផ្ទះក៏ឡើងទៅផ្ទះដេកដូចរាល់ដងព្រោះអីស្រវឹងខ្លាំងហ៎ហើយយប់ទី2ក៏ឈានចូលមកដល់អាយប់ទី2ហ្នឹងបងប៉ុនហ្នឹងគាត់ផឹកស្រវឹងដូចរាល់ដងអញ្ចឹងនៅពេលដែលគាត់ផឹកស្រវឹងហើយគាត់ដើរមកដល់កន្លែងដើមថ្នោតផ្ទះគាត់នៅសងខាងផ្លូវផ្ទះរបស់គាត់ដូចនិយាយនៅយប់ទី1នៅពេលដែលគាត់ដើរដល់ហ្នឹងគាត់ឮសំឡេងយំដូចរាល់ដងអញ្ចឹងហើយគាត់ក៏ខំកលេចមើលណាមើលឆ្វេងមើលស្ដាំមើលលើមើលក្រោមហើយស្រាប់តែឃើញនារីម្នាក់កំពុងតែអង្គុយសណ្ដោកជើងនៅលើដើមឫស្សីដែលចងភ្ជាប់ពីដើមថ្នោតមួយទៅដើមថ្នោតមួយនៅផ្ទះរបស់គាត់ឃើញនារីម្នាក់កំពុងតែអង្គុយយល់ជើងហើយសម្លឹងមុខគាត់សារតែនៅមុខផ្ទះរបស់បងប៉ុនហ្នឹងគឺគាត់មានដាំជាប្រភេទននងប្រភេទតឡាចប្រភេទបន្លែអីផ្សេងហើយគាត់ធ្វើទ្រឿងខាងលើដើម្បីឲ្យអាបន្លែទាំងអស់ហ្នឹងឡើងហើយឡើងដល់អាកន្លែងដើមថ្នោតហ្នឹងអាកន្លែងដើមថ្នោតហ្នឹងគឺប្រពន្ធរបស់គាត់ហ្នឹងកាប់ឫស្សីចងលក្ខណៈថាពីដើមថ្នោតមួយទៅដើមថ្នោតមួយដើម្បីឲ្យដើមរនងដើមបន្លែរបស់គាត់ដុះឆ្លងកាត់ហ្នឹងហើយអាកន្លែងហ្នឹងលក្ខណៈថាយើងចងទៅហើយមើលទៅដូចអាកន្លែងគេអាចអង្គុយសណ្ដោកជើងបានប៉ុន្តែវាជាទ្រឿងកន្លែងឲ្យននងវាឡើងពីគាត់ចងពីដើមថ្នោតមួយទៅដើមថ្នោតមួយហើយអាទាំងអស់ហ្នឹងគឺជាប្រពន្ធរបស់គាត់តាលីនេះគាត់ជាអ្នកធ្វើទេតែបងប៉ុនគាត់ទៅតែកោះគាត់មិនដែរនៅផ្ទះណាដល់ពេលហើយតាលីគាត់មិននៅផ្ទះគាត់មិនដាំដំណាំដាំអីយកផ្លែដើម្បីស្លចិញ្ចឹមកូនចិញ្ចឹមជីដូនអញ្ចឹងណាចិញ្ចឹមម៉ាក់គាត់ណាកន្លែងហ្នឹងសង្ឃឹមថាបងប្អូននឹងយល់អ្វីដែលខ្ញុំនិយាយបើសិនជាបងប្អូនអត់យល់បងប្អូនអាច comment នៅក្នុងវីដេអូហ្នឹងខ្ញុំនឹងចូលឆ្លើយតបបញ្យល់បងប្អូនបន្ថែមទៀតហើយបន្តមកទៀតបន្ទាប់ពីបងប៉ុនហ្នឹងគាត់ឃើញនារីម្នាក់អង្គុយសណ្ដោកជើងនៅលើអាដើមម្សៅចងភ្ជាប់ពីដើមថ្នោតមួយទៅដើមថ្នោតមួយហ្នឹងហើយមួយសាណាគាត់ឃើញរូបជាក់ស្ដែងមកបន្ទាប់មកបងប៉ុនគាត់ឃើញហើយគាត់ក៏យកដៃញីភ្នែករបស់គាត់នៅពេលដែលគាត់ញីភ្នែករបស់គាត់ហើយគាត់ក៏ងាកទៅមើលវិញអាលើហ្នឹងស្រាប់តែបាត់នារីម្នាក់ហ្នឹងអត់ឃើញណាហើយបងប៉ុនគាត់គិតថាប្រហែលជាគាត់ស្រវឹងខ្លាំងទៀតហើយមើលទៅគាត់ព្រើភ្នែកគាត់គិតបែបហ្នឹងដល់ហើយគាត់ក៏ដើរទៅផ្ទះរបស់គាត់ដើរចូលទៅផ្ទះនៅពេលដែលគាត់ដើរចូលទៅផ្ទះគាត់ដើរសម្រង់ទៅអាកន្លែងពីងទឹករបស់គាត់ហើយគាត់ក៏ងាកមកមើលខាងក្រោយគាត់ដោយសារតែនៅពេលដែលគាត់ដើរទៅលក្ខណៈថារបៀបមានអ្វីមួយយ៉ាងដើរតាមក្រោយគាត់ងាកក្រោយអត់ឃើញហើយគាត់ក៏ដើរទៅមុខទៀតស្រាប់តែបន្តិចក្រោយមកគាត់ងាកមកផាំងមួយសាទៀតស្រាប់តែឃើញសមោលនារីម្នាក់ពណ៌សដើរវឹងកាត់គាត់ហើយអាពេលហ្នឹងបងប៉ុនគាត់លក្ខណៈគាត់ស្វឹងផងក៏ចង់ស្វាងអាពេលហ្នឹងហើយបងប៉ុនគាត់ចាប់ផ្ដើមចម្លែកក្នុងចិត្តបន្តិចណាគាត់ចាប់ផ្ដើមព្រឺឆ្អឹងខ្នងណាប៉ុន្តែគាត់នៅតែគិតថាប្រហែលជាគាត់ស្វឹងគាត់ព្រើភ្នែកគាត់អីមិនក៏មិនដឹងហើយបងប៉ុនគាត់ក៏ងូតទឹកហើយគាត់ក៏ឡើងទៅដេកលើផ្ទះដូចរាល់ដងអញ្ចឹងហើយយប់ទី2ហ្នឹងក៏កន្លងផុតទៅយប់ទី3ក៏ឈានចូលមកដល់ចំណែកអាយប់ទី3ហ្នឹងបងប៉ុនគាត់ផឹកទៀតគាត់ផឹកដូចរាល់ដងអញ្ចឹងនិយាយរួមទៅមនុស្សបងប៉ុនជាមនុស្សលក្ខណៈថាប្រមឹកហើយគាត់ផឹកទៀតហើយអាយប់ហ្នឹងនៅពេលដែលគាត់ផឹកស្វឹងហើយគាត់ដើរមកដល់អាកន្លែងដើមថ្នោត2ហើយចងឫស្សីអាកន្លែងម្សិលមិញនៅពេលដែលគាត់ដើរមកដល់ហ្នឹងគាត់ឮសំឡេងយំហើយបងប៉ុនហ្នឹងគាត់ដើររទៀតហើយគាត់ដើររងាកមើលឆ្វេងមើលស្ដាំលើក្រោមហើយក៏សម្លឹងទៅអាកន្លែងអារូបភាពនារីម្សិលមិញអង្គុយលើអាដើមអាស័យចងភ្ជាប់ជាមួយដើមថ្នោត
ឃើញនារីម្នាក់កំពុងតែគួយយល់ជើងនៅកន្លែងហ្នឹងហើយសម្លក់របស់គាត់ហើយសភាពទឹកមុខរបស់នារីម្នាក់ហ្នឹងឡើងរលេះរលួយហើយឈាមស្រក់ពីភ្នែកហូរមកពេញមុខហើយចង្អុលមកបងប៉ុនពេលបងប៉ុនគាត់ឃើញគាត់ស្វាងស្រានៅពេលដែលនារីម្នាក់ហ្នឹងគាត់ចង្អុលហើយវិញ្ញាណខ្មោចហ្នឹងចង្អុលមកកាន់បងប៉ុនហើយនិយាយថាហែងសម្លុតឲ្យបងប៉ុនបែបហ្នឹងហើយយើងមើលទៅទឹកមុខសភាពនារីវិញ្ញាណខ្មោចមួយហ្នឹងលក្ខណៈថាកំពុងតែខឹងខ្លាំងសម្លក់បងប៉ុនលក្ខណៈថាគំនុំវិញ្ញាណចង់វាអាឃាតហ្មងចង់តែយកជីវិតបងប៉ុនទៅភ្លាមហ្មងចង់តែផ្ដាច់ជីវិតបងប៉ុនទៅយកហ្មងហើយអាពេលហ្នឹងបងប៉ុនគាត់ស្វាងស្រាស្វាងចាស់បដ ாய் ពេលតែឃើញសភាពបែបហ្នឹងហើយគាត់ក៏រត់ទៅដល់ផ្ទះរបស់គាត់ហើយពេលរត់ទៅដល់ផ្ទះគាត់ញញញ័រពីហ្នឹងលក្ខណៈថាមនុស្សខ្លាចខ្មោចហើយនៅពេលដែលបងប៉ុនគាត់រត់ទៅដល់ផ្ទះគាត់ក៏អត់មាននិយាយអីប្រាប់ណាគេដែរគាត់ក៏ធ្វើដូចសមម្ដងងូតទឹកមកអីឡើងមកដេកចឹងណានៅពេលដែលគាត់ឡើងមកដេកខ្ទង់ម៉ោង1ម៉ោង2យប់បងប៉ុនហ្នឹងគាត់ក៏ឮសំឡេងអ្វីម្យ៉ាងដើរស្រាប់នៅក្បែរផ្ទះរបស់គាត់នៅខាងជើងផ្ទះរបស់គាត់ដើរឆ្ពោះពីកើតទៅលិចហើយបងប៉ុនគាត់ក៏ភ្ញាក់ដឹងខ្លួនឡើងគាត់ចុះមកមើលខ្លាចមានចោលមានអីចុះមកដឹកក្បីគាត់ទៅអញ្ចឹងណាគាត់ក៏ចុះមកមើលដល់ពេលហើយគាត់ក៏អត់ឃើញអ្វីទេនៅពេលហើយគាត់ក៏ឡើងទៅលើផ្ទះវិញបន្ទាប់ពីគាត់ឡើងលើផ្ទះវិញគាត់ទៅដល់ភួយដេកប្រហែលជាខ្ទង់5 ដល់ 10 នាទីបន្ទាប់មកគាត់ក៏ឮសំឡេងដើរទៀតស្រាប់ដើរអញ្ចឹងលក្ខណៈថាគេដើរមនុស្សដើរអញ្ចឹងជើងពីរដើរពីកើតទៅលិចហើយបងប៉ុនអាពេលហ្នឹងគាត់លក្ខណៈថាគាត់ឮរឿងចិត្តផ្ទះរបស់គាត់គាត់ក៏ចុះពីលើផ្ទះរបស់គាត់បើកទ្វារក្រាក់គាត់ដើរទៅបើកទ្វារឃើញទៅដើរចុះមកឃើញនារីម្នាក់ដើរពីកើតទៅលិចហើយដល់ពេលបងប៉ុនគាត់ដើរតាមទៅគាត់ស្មានតែនារីណាចុះមកលួចក្បីដឹកក្បីគាត់ចេញពីក្រោលគាត់ដើរតាមទៅដល់ពេលដែលគាត់ដើរតាមទៅដល់នារីម្នាក់ហ្នឹងដើរដល់ក្រោលក្បីអត់មានឈប់ទេដើរហ៊ូទៅព្រៃខាងក្រោយដល់ខាងក្រោយផ្ទះរបស់គាត់ហ្នឹងមានដើមឫស្សីព្រៃដុះជុកពេញហ្នឹងហើយនារីម្នាក់ហ្នឹងដើរចូលទៅក្នុងព្រៃហ្នឹងក៏រលាយបាត់ខ្លួនទៅហើយបងប៉ុនគាត់ក៏ដឹងក្នុងចិត្តថាខ្មោចលងគាត់ហើយមានមនុស្សណាម្នាក់អាចចូលក្នុងព្រៃអញ្ចឹងទេមានតែវិញ្ញាណខ្មោចទើបអាចចូលបានអញ្ចឹងបងប៉ុនគាត់គិតខ្លួនឯងបែបហ្នឹងតែបងប៉ុនដល់ពេលណាគាត់នៅទប់ស្មារតីគាត់បានគាត់ក៏ឡើងទៅលើផ្ទះគាត់វិញដេកដូចរាល់ដងប៉ុន្តែដេកហ្នឹងដេកប្រហែលជាបានកន្លះម៉ោងទៀតដល់ពេលកន្លះម៉ោងហ្នឹងបងប៉ុនគាត់ក៏មានអារម្មណ៍ថាគាត់ចង់ចុះមកជូននោមហើយគាត់ក៏ចុះមកជូននោមខាងជើងផ្ទះរបស់គាត់នៅពេលដែលគាត់ចុះបោជូននោមហ្នឹងគាត់ងាកទៅខាងកើតផ្ទះរបស់គាត់ឃើញនារីម្នាក់ស្លៀកពាក់សទម្លាក់សក់ហើយមុខឡើងរលេះរលួយដើរមករកគាត់គាត់គិតថាគាត់ឡើងទាំងមើលគាត់ព្រើភ្នែកហើយគាត់ក៏ឈឺនោមទៅដល់ពេលហើយអាពេលហ្នឹងនារីម្នាក់ហ្នឹងដើរមកកាន់តែចិត្តគាត់ទើបគាត់ដឹងថាជាចលីជាព្រលឹងវិញ្ញាណរបស់ចលីជាខ្មោចដើរមករកបងប៉ុនហ្នឹងដើរមកដល់សភាពដែលគាត់ដើរមកដល់ហ្នឹងចលីហ្នឹងព្រលឹងវិញ្ញាណរបស់ចលីហ្នឹងលើកដៃទាំងពីរច្បាច់ករបស់បងប៉ុនអាពេលហ្នឹងបងប៉ុនគាត់ថាគាត់មិនអាចធ្វើអីបានគាត់នៅគាំងមកកន្លែងមកគាត់មិនអាចបរះបានមិនអាចស្រែកបានគាត់សុកនៅថ្មឹងនៅមកកន្លែងហ្នឹងមកសុកចិត្តឲ្យចលីហ្នឹងច្បាច់កស្រាប់តែគាត់ប្រឹងស្រែកប្រឹងបរះហើយមកស្បកក្រោយមកបានគាត់ដឹងខ្លួនថាអ្វីដែលគាត់កំពុងតែជួបនេះគឺជាការយូរសពប៉ុន្តែអាការយូរសពមកវាចាក់ស្ដែងពេកវាចាក់ស្ដែងយកទៅមែនតើណាហើយបន្តមកក្រោយទៀតបងប៉ុនគាត់នៅតែឃើញសភាពដដែលចលីនេះបង្ហាញខ្លួនចង់យកគាត់ទៅបង្ហាញបងប៉ុនគាត់ឈឺគាត់ភ័យស្ទើរតែបាត់បង់ជីវិតប៉ុន្តែអាពេលហ្នឹងបងប៉ុនអាយុថ្លៃគាត់អត់តាមបាត់បង់ជីវិតណាហើយថ្ងៃមួយនោះជីដូនរបស់គាត់ឃើញបងប៉ុនគាត់លក្ខណៈគាត់ទ្រុឌទ្រោមគាត់អីពេកអញ្ចឹងណាគាត់ក៏ស៊ូហើយបងប៉ុនគាត់កាត់អីគាត់មានបញ្ហាអីអញ្ចឹងទៅបងប៉ុនគាត់ក៏រៀបរាប់តាមដំណើររឿងអ្វីគ្រប់យ៉ាងដែលបានជួបពីដើមមកហើយជីដូនដែលទៅជាម្ដាយក្មេករបស់បងប៉ុនណាគាត់ក៏បាននិយាយថាប្រហែលជាបងប៉ុននេះត្រូវវិញ្ញាណរបស់ចលីងធ្វើបាបដោយសារតែការចលីនៅរស់បងប៉ុនទុកចលីចោលធ្វើឲ្យចលីធ្វើការងារធ្ងន់ម្នាក់ឯងធ្វើឲ្យចលីនៅមើលកូនម្នាក់ឯងអញ្ចឹងចលីគាត់ខឹងគាត់ចង់អាឃាតគាត់ចង់គុំគាត់ចង់យកបងប៉ុនទៅជាមួយអញ្ចឹងហ
ហើយក្រោយទៀតជីដូនក៏ដូចជាម៉ែក្មេងរបស់បងប៉ុនហ្នឹងគាត់ក៏បញ្ជូនគ្រូមកធ្វើពិធីអីផ្សេងដូចជាពិធីផ្ដាច់និស្ស័យឲ្យបងប៉ុនទៅដើម្បីកុំឲ្យវិញ្ញាណរបស់ចាលីនេះគាត់ចាំមុខចាំឈ្មោះថាម្នាក់នេះជាបងប៉ុនណាកុំឲ្យគាត់ចាំកុំឲ្យគាត់មកបន្លាចផ្ដាច់និស្ស័យគឺធ្វើកុំឲ្យគេស្គាល់ថាម្នាក់ហ្នឹងជាប្តីម្នាក់ហ្នឹងជានរណាហើយម្នាក់ហ្នឹងធ្លាប់បានធ្វើអីខ្លះនិយាយរួមទៅផ្ដាច់និស្ស័យកុំឲ្យគេស្គាល់គ្នាអញ្ចឹងលក្ខណៈបែបហ្នឹងនៅពេលដែលធ្វើវិធីផ្ដាច់និស្ស័យរួចហើយបងប៉ុនណាគាត់ក៏មានសភាពដូចដើមវិញគាត់ក៏ឈប់ជួបឈប់ឃើញអ្វីគ្រប់យ៉ាងប៉ុន្តែអ្នកដែលរស់នៅជុំវិញក្បែរផ្ទះគាត់ណាពេលខ្លះគេក៏ឃើញនារីម្នាក់ពាក់អាវសនៅនេះនៅនោះអីចឹងទៅប៉ុន្តែបងប៉ុនណានៅពេលដែលធ្វើពិធីហ្នឹងចប់សពគ្រប់ហើយគាត់ក៏មានសភាពដូចដើមគាត់ក៏ឈប់ឃើញឈប់អីវិញ្ញាណរបស់ប្រពន្ធរបស់គាត់នេះទៀតទៅហើយបន្តបន្ទាប់ក្រោយមកទៀតរយៈពេល 4-5 ខែក្រោយបងប៉ុនគាត់ក៏ត្រឡប់ទៅធ្វើការនៅឯកោះវិញនៅលើកោះវិញហើយគាត់ទៅម្សាហ្នឹងទៅរាប់ឆ្នាំអត់ដែលផ្ញើលុយមកផ្ទះអត់ដែលមកលេងកូននៅផ្ទះគឺទៅបាត់ហ្មងបងប៉ុនហ្នឹងហើយក្រោយមកទៀតទើបដឹងថាបងប៉ុនហ្នឹងគាត់មានស្រីថ្មីមាននារីម្នាក់ទៀតដែលគាត់ស្រឡាញ់លក្ខណៈអញ្ចឹងនៅលើកោះណាគឺគាត់ធ្វើការជាមួយគ្នានៅកោះហ្នឹងបងប៉ុនគាត់មានស្រីម្នាក់នៅកោះហ្នឹងហើយនេះហើយជាមូលហេតុដែលបងប៉ុនគាត់ប្រែប្រួលកាលគាត់មានកូនទី1ទី2គាត់អត់អីណាដល់កូនទី3គាត់ចាប់ផ្ដើមប្រែប្រួលខុសពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែនេះមានជួនទី3នេះមាននារីម្នាក់ដែលជាជួនទី3នេះចូលមកជាតិជ្រើជីវិតគ្រួសាររបស់គេធ្វើឲ្យគ្រួសាររបស់គេបែកបាក់គ្នារហូតដល់គ្រួសារគេហ្នឹងមានមនុស្សបាត់បង់ជីវិតហ្នឹងដោយសារនារីម្នាក់ហ្នឹងហើយនារីម្នាក់ហ្នឹងគឺជានារីដែលកំមុំចាស់អានេះថានារីអត់ប្តីគាត់ចង់បានប្តីហើយគាត់ក៏ទៅរកគ្រូដាក់ស្នេហ៍ដាក់បងប៉ុននេះឲ្យបងប៉ុនលងស្នេហ៍លើគាត់ណាហើយបងប៉ុនត្រូវស្នេហ៍នារីម្នាក់ហ្នឹងទើបធ្វើឲ្យសកម្មភាពរបស់បងប៉ុនណាមកលើប្រពន្ធរបស់គាត់របស់មកលើចាលីហ្នឹងប្លែករហូតដល់វាយដំច្រំធ្លាក់ទៅលើចាលីហ្នឹងណាដោយសារតែនារីម្នាក់ហ្នឹងក៏ដាក់ស្នេហ៍ហ្នឹងហើយនេះហើយជាមូលហេតុដែលបងប៉ុនគាត់ចេះតែចង់ទៅកោះរហូតហើយទៅកោះហើយរកលុយក៏មិនសូវបានហើយប្រាប់ប្រពន្ធថាលុយការងាររកអត់សូវបានទេការងារអត់សូវមានដល់ពេលអញ្ចឹងលុយផ្ញើមកផ្ទះគឺមិនសូវបានច្រើនទេគឺតិចហើយលុយដែលគាត់រកបានហ្នឹងគាត់ចែកទៅឲ្យនារីនេះជួនទី3នេះនារីដែលដាក់ស្នេហ៍គាត់នេះឲ្យនារីហ្នឹងខ្លះឲ្យប្រពន្ធខ្លះអញ្ចឹងទៅប្រពន្ធនេះបានតិចហើយយូរទៅគាត់ក៏បែកគំនិតទុកប្រពន្ធចោលរហូតដល់ប្រពន្ធស្លាប់បាត់បង់ជីវិតហើយរយៈពេល 2-3 ឆ្នាំក្រោយមកទៀតពួកគាត់ទាំងពីរក៏ឈប់រស់នៅលើកោះឈប់ធ្វើការនៅលើកោះហ្នឹងពួកគាត់ក៏មករស់នៅស្រុកវិញម្ដងដោយស្រុករបស់គាត់មករស់នៅគឺនៅស្រុកភូមិជាមួយប្រពន្ធដើមរបស់គាត់ជលីទេដោយជលីនៅដើមភូមិហើយប្រពន្ធចុងហ្នឹងនៅចុងភូមិអញ្ចឹងណាហើយកំឡុងពេលដែលពួកគាត់រស់នៅជាមួយគ្នាហ្នឹងណាបងប៉ុនគាត់ឃើញប្រពន្ធរបស់គាត់ដែលជាប្រពន្ធទី2ហ្នឹងគាត់តែងតែយករបស់ទៅសែននៅខាងជើងផ្ទះរបស់គាត់ដោយខាងជើងផ្ទះរបស់គាត់ណាមានកន្លែងសែនមួយហើយរបស់ដែលគាត់យកទៅសែនណាគឺជាប្រភេទរបស់សាច់ស្រស់ឈាមស្រស់យកទៅសែនហ្នឹងលក្ខណៈប្លែកចឹងសែនណាប៉ុន្តែប្រពន្ធប្តីរបស់គាត់ក៏សួរថាមិនក៏យករបស់ប្លែករបស់ស្រស់ឆៅទៅសែនអញ្ចឹងហើយប្រពន្ធក៏និយាយថាយកទៅសែនដោយសារតែដើម្បីឲ្យរស់ស៊ីមានបានដើម្បីឲ្យរស់ស៊ីកាក់កបអញ្ចឹងណាហើយក្រោយមកទៀតតាមអ្វីដែលបងមិនគាត់ដឹងគាត់លឺមកថាប្រពន្ធរបស់បងប៉ុននេះដែលត្រូវជាប្រពន្ធចុងហ្នឹងណាអ្នកដែលដាក់ស្នេហ៍បងប៉ុនហ្នឹងណាគាត់ត្រូវបានវិញ្ញាណរបស់ចៃលីណាទៅលងទៅព្យាបាទទៅធ្វើបាបអញ្ចឹងរហូតដល់នារីម្នាក់ហ្នឹងចែម្នាក់ហ្នឹងគាត់ធ្លាក់ខ្លួនឈឺនៅពេលដែលគាត់ធ្លាក់ខ្លួនឈឺឯសក់របស់គាត់ចាប់ផ្ដើមជ្រុះមកដៃពីមួយថ្ងៃទៅមួយថ្ងៃម្ដងមកដៃចាប់ផ្ដើមជ្រុះស្ទើរតែងោលមកហើយមួយទៀតតាមអ្វីដែលបងមិនគាត់ដឹងណាវិញ្ញាណដែលនារីម្នាក់ហ្នឹងគាត់ជួបមិនមែនត្រឹមតែវិញ្ញាណខ្មោចរបស់ចៃលីទេគឺវិញ្ញាណដែលនៅក្នុងវត្ថុស័ក្តិសិទ្ធិដែលយកមកធ្វើស្នេហ៍ទៅដល់បងប៉ុនដាក់បងប៉ុននេះវាក៏ទៅធ្វើបាបប្រពន្ធបងប៉ុនប្រពន្ធចង់បងប៉ុនហ្នឹងដែរដោយសារតែ
ប្រពន្ធបងប៉ុនហ្នឹងគាត់ឈឺដល់ពេលគាត់ឈឺទៅគាត់គ្រប់គ្រងអាវិញ្ញាណសាកសុទ្ធតែមកដាក់ស្នេហ៍បងប៉ុននឹងលេងបានណាតែពេលអញ្ចឹងអានេះវាឡងមកវិញវាមកស៊ីអាម្ចាស់វាវិញហើយរាល់ដងគាត់ធ្លាប់តែសែនអាបោះស្រស់ឈាមស្រស់ដល់ពេលអាម្ចាស់វាលេងសែននោះដល់ពេលវាលេងសែនវាមិនមកស៊ីអាម្ចាស់វាវិញហើយអាម្ចាស់វាឈឺហើយអាម្ចាស់ឈឺហ្នឹងមុនពេលឈឺមិនតែសារតែវិញ្ញាណរបស់ចលីឡងហើយចលីហ្នឹងគាត់ដឹងថានារីម្នាក់នេះធ្វើបាបគាត់ដាក់ស្នេហ៍ប្តីគាត់ហើយអញ្ចឹងគាត់ចង់យកនារីម្នាក់ហ្នឹងទៅដែរតែពេលហើយគាត់ក៏ទូលងធ្វើឲ្យនារីម្នាក់ហ្នឹងគាត់ខ្លាចដល់ពេលខ្លាចទៅចាប់ដើមឈឺដល់ពេលឈឺគាត់គ្រប់គ្រងអាវិញ្ញាណដែលយកមកដាក់ស្នេហ៍នៅប្តីរបស់គាត់បងប៉ុនហ្នឹងគ្រប់គ្រងលេងបានណាដល់ពេលគ្រប់គ្រងលេងបានអាវិញ្ញាណហ្នឹងក៏ចាប់ដើមស៊ីចាប់ដើមធ្វើបាបនារីម្នាក់ហ្នឹងធ្វើបាបប្រពន្ធបងប៉ុនហ្នឹងណាដល់ពេលអញ្ចឹងទៅគាត់ក៏ចាប់ដើមឈឺពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់បាត់បង់ជីវិតហើយអាកំឡុងពេលហ្នឹងអាកំឡុងពេលដែលប្រពន្ធដើមរបស់បងប៉ុនទៅលងរីម្នាក់ដែលដាក់ស្នេហ៍ប្តីគាត់ហ្នឹងណាគឺថាបងប៉ុនហ្នឹងគាត់មិនដែលបានជួបជាមួយនឹងពលឹងគឺឬក៏វិញ្ញាណរបស់ប្រពន្ធដើមឬក៏វិញ្ញាណខ្មោចរបស់ជលីនោះទេដោយសារអីដោយសារតែអាពេលមុនគាត់ទៅកោះអាលើកចុងក្រោយហ្នឹងគាត់មិនធ្វើការអញ្ជើញគ្រូមកធ្វើពិធីប្រាជ្ញស័យដើម្បីកុំឲ្យពលឹងប្រពន្ធរបស់គាត់ប្រពន្ធដើមអ្នកជលីនេះចាំគាត់បានធ្វើពិធីប្រាជ្ញស័យដើម្បីឲ្យជលីនេះភ្លេចគាត់ដើម្បីឲ្យជលីហ្នឹងគុំគាត់អញ្ចឹងណាអាពេលហ្នឹងហើយជាមូលហេតុដែលវិញ្ញាណខ្មោចជលីទៅលងប្រពន្ធចុងទៅលងប្រពន្ធបច្ចុប្បន្នរបស់បងប៉ុនពេលលងហ្នឹងឃើញតែប្រពន្ធចុងរបស់បងប៉ុនទេហើយបងប៉ុនអត់ឃើញទេនេះហើយជាមូលហេតុដែរបងប៉ុនក៏អត់ឃើញហើយបន្ទាប់ពីប្រពន្ធរបស់បងប៉ុនប្រពន្ធទី2ហ្នឹងស្លាប់ទៅបងប៉ុនក៏វែកមើលរបស់ប្រពន្ធគាត់ឃើញរបស់ចម្លែកជាច្រើនហើយបងប៉ុនគាត់ឆ្ងល់ដល់ពេលគាត់ឆ្ងល់គាត់ក៏យកអារបស់ទាំងអស់ហ្នឹងក៏ឲ្យគ្រូមើលបានដឹងថាប្រពន្ធរបស់គាត់នេះដាក់ស្នេហ៍ហើយដាក់ស្នេហ៍នេះរបស់ដែលសែនគេមិនគ្រប់គ្រាន់ណាគេនឹងបកមកស៊ីយើងវិញនេះហើយជាមូលហេតុដែលបងប៉ុនក៏ដឹងថាប្រពន្ធរបស់គាត់នេះដាក់ស្នេហ៍គាត់ប៉ុន្តែមុននឹងដឹងរឿងគ្រប់យ៉ាងហ្នឹងណាគឺវាហួសពេលទៅហើយដោយសារតែប្រពន្ធរបស់គាត់នេះក៏បាត់បង់ជីវិតដែរប្រពន្ធដើមនឹងរំមកគាត់ដឹងរឿងគ្រប់យ៉ាងគឺត្រូវចប់ហ្មងដោយសារតែទី1ប្រពន្ធដើមរបស់គាត់បាត់បង់ជីវិតហើយគាត់ទុកប្រពន្ធរបស់គាត់ចោលទុកកូនចោលទុកជីដូនចោលអញ្ចឹងហើយក្រោយមកទៀតហ្នឹងបងប៉ុនគាត់ក៏មិនដែលមកលេងកូនមិនដែលមកលេងបងប្អូននៅខាងប្រពន្ធដើមនោះទេគាត់គឺបាត់តែហ្មងបន្ទាប់ពី 4-5 ឆ្នាំក្រោយបានដឹងថាបងប៉ុនហ្នឹងគាត់ត្រូវបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហើយនេះគឺជារឿងរ៉ាវទាំងអស់របស់បងមិនដែលគាត់បានចែករំលែកហើយបងមិនហ្នឹងគាត់គឺជាប្អូនស្រីរបស់ជលីហើយរឿងរ៉ាវក្រោយមកទៀតតាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍របស់បងប៉ុនហ្នឹងបងមិនគាត់ក៏មិនបានដឹងច្បាស់ដែរអញ្ចឹងគាត់សូមថាអត់ចែករំលែកអត់និយាយតាក់ទងទៅនឹងរឿងរ៉ាវក្រោយតាក់ទងនឹងបងប៉ុនហើយរឿងរ៉ាវទាំងអស់ហ្នឹងទាំងអស់គ្នាមានដឹងអត់គឺវាសិតតែជាកម្មពីទី1បងប៉ុនកម្មពីរបស់គាត់គឺគាត់ធ្វើបាបប្រពន្ធគាត់វាយប្រពន្ធគាត់ធ្វើបាបចិត្តប្រពន្ធគាត់ធ្វើបាបកូនធ្វើបាបជីដូននៅផ្ទះទាំងអស់ហ្នឹងជាកម្មពីរបស់បងប៉ុនណាហើយមួយទៀតតាក់ទងទៅនឹងប្រពន្ធចុងរបស់បងប៉ុនគាត់ក៏ជាកម្មពីដែរធ្វើស្នេហ៍ដាក់គេបបាយបបាក់គ្រូសាគេគាត់ក៏មានកម្មពីដែរអញ្ចឹងចុងក្រោយទើបធ្វើឲ្យប្រពន្ធបងប៉ុនប្រពន្ធចុងនេះបាត់បង់ជីវិតហើយបងប៉ុនកម្មពីរបស់គាត់គឺគាត់ធ្វើបាបប្រពន្ធដើមរបស់គាត់តែពេលធ្វើបាបប្រពន្ធដើមរបស់គាត់ទៅតាមសងសឹកតាមអីចឹងទៅប៉ុន្តែមូលហេតុដែលគាត់ស្លាប់មិនដឹងថាគាត់មានកម្មអីទេប៉ុន្តែបើតាមយើងគិតគឺកម្មរបស់គាត់គឺមកពីអាទាំងអស់ហ្នឹងហើយធ្វើបាបប្រពន្ធគាត់ក៏ជាកម្មដែរមិនថាគាត់ត្រូវស្នេហ៍គេទេអញ្ចឹងវាជាកម្មផលរបស់ពួកគាត់កម្មពីដែលយើងប្រព្រឹត្តមកគឺវាសងមិនចាំបាច់ជាតិក្រោយទេគឺវាសងនៅជាតិហ្នឹងហើយអារឿងរ៉ាវដែលយើងទៅដើមប្តីគេចង់បានប្តីគេបំបាក់គ្រូសាគេហ្នឹងអានេះកម្មធ្ងន់ណាបងប្អូនណាវាធ្ងន់មែនតើណាគ្រាន់តែថាភ្លាមយើងមិនទាន់ជួបប៉ុន្តែវានឹងហុចមកឲ្យយើងនៅថ្ងៃណាមួយជាមិនខានទេដូចជាប្រពន្ធចុងរបស់បងប៉ុនអញ្ចឹងណាប្រពន្ធចុងរបស់បងប៉ុនគាត់បំបាក់គ្រូសាគេអញ្ចឹងកម្មរបស់គាត់ហុចទៅភ្លាមហ្មងហើយនៅក្នុងសាច់រឿងនេះវាគឺជាបទពិសោធន៍មួយក៏ជាមេរៀនមួយដល់យើងទាំងអស់គ្នាផងដែរបើសិនជាគេមានគ្រូសាគេប្តីប្រពន្ធគេយើងកុំទៅចង់បានយើងកុំទៅបំបាក់គ្រូសាគេវាជាអំពើមិនល្អអញ្ចឹងណាវាគឺជាអំពើដែលសង្គមយើងមិនទទួលស្គាល់ទេហើយអាការដាក់ស្នេហ៍គេណាយើងឃើញផលថ្ងៃហ្នឹងប៉ុន្តែថ្ងៃក្រោយ
វាមិនដឹងថាផលហ្នឹងវាហុចមកយើងវិញដោយបែបណាទេដោយប្រពន្ធចង់បោះបងប៉ុនអញ្ចឹងអាហេតុផលចុងក្រោយអាផលចុងក្រោយដែលហុចឲ្យគាត់ហ្នឹងគឺគាត់បាត់បង់ជីវិតហ្នឹងឯងហើយសរុបចុងក្រោយមកអ្វីដែលមិនមែនជារបស់យើងយើងកុំចង់បានយើងធ្វើអ្វីដែលសង្គមទទួលស្គាល់ធ្វើអ្វីដែលសង្គមមិនស្អប់ខ្ពើមយើងមកដល់ចំណុចនេះដែរសូមពឹងបងប្អូនជួយចុច like ជួយចុច subscribe ដល់ channel និយាយដើមខ្មោចម្នាក់មួយផងយើងនឹងជួបបងប្អូននៅអេពីសូតក្រោយៗទៀតសូមអរគុណសូមជម្រាបលាបាយបាយ